ពួកគេទាំងអស់សុទ្ធតែអន់ជាងបុរសណាម្នាក់នៅក្នុងលោកនេះមិនចង់ព្រះករុណាព្រះមហាក្សត្រឲ្យខ្ញុំបាក់បោក្រមអធិពលគ្រឿងស្រវឹងព្រះករុណាអ្នកបានបដូរមកវិញហើយមែនទេតាមល្បឿនរបស់អ្នកប្រសិនបើវាពិតជាកើតឡើងមែនអ្នកយឺតពេលហើយក្នុងការយកសាកសពរបស់ខ្ញុំព្រះករុណាអ្នកដែលមានសំណាងនឹងមានពិភពលោកដើម្បីពឹងពាក់នេះពិតជាមូលហេតុនៃការអបអរសាទរមែនគួរឲ្យអាណិតណាស់តើអ្នកមិនមានន័យថាព្រះចៅអធិរាជនិងហេសីព្រមទាំងយើងនឹងបដូរមកវិញទេខ្ញុំមិនទាន់ខ្លាចជាម្នាក់នៅឡើយទេត្រូវបាននាំមកវិញអាគមហេសីមិនត្រូវការងារជាព្រះចៅអធិរាជឬព្រះមហេសីទេអ្វីទាំងអស់ដែលព្រះអង្គនិងព្រះមហាក្សត្រីត្រូវធ្វើក្នុងគ្រាមានវិបត្តិក្លិនក្រអូបនៃព្រលឹងអាចតាក់ទាញភ្លេចបន្ទោលស្ថានសួគ៌ប្រគល់ព្រលឹងមកវិញហើយអ្វីបានជាអ្នកមិននិយាយដូចនេះពីមុនវាធ្វើឲ្យខ្ញុំជឿចាប់ខ្ញុំបានធ្វើឲ្យពួកគេអាក់អន់ចិត្តដោយផ្ទាល់ហើយពួកគេស្ទើរតែបង្កឲ្យមានគ្រោះមហន្តរាយធំមួយអរព្រះករុណាសូមទ្រង់ស្ងប់ចិត្តសូមព្រះអង្គទ្រង់ស្ងប់ព្រះហឫទ័យដោយសារពិភពលោកឥឡូវនេះមានសន្តិភាពព្រះពុទ្ធជាម្ចាស់តើនោះមានន័យថាខ្ញុំត្រូវតែមានអ្នកស្នងរឹកមែនទេផែនការដើម្បីបង្រួបបង្រួមចាក់ភពគឺពិតជាអ្វីដែលព្រះករុណាបានមានបន្ទូលមែនទោះបីជាអ្នកជាអធិរាជិនីក៏ដោយនោះជាក្បាលរបស់អ្នកសុបិនដោយវាសនារបស់អ្នកដាក់ខ្ញុំចុះបញ្ជូនព្រះរាជក្រឹត្យរបស់ខ្ញុំគ្មាននរណាម្នាក់អាចរំខានដល់ការមកដល់របស់ព្រះអង្គម្ចាស់វ័យក្មេងបានឡើយអ្នករំលោភបំពាននឹងត្រូវប្រហារជីវិតអ្នកបានឆ្លៀតឱកាសពីភាពងាយរងគ្រោះរបស់នរណាម្នាក់ដោយបញ្ជារបស់ស្ថានសួគ៌ព្រះមហាក្សត្របានចេញព្រះរាជក្រឹត្យក្រុមគ្រួសាររបស់យ៉ានហ្វៃរុយគឺស៊ូសិនឆាវឆៃនិងសុភាពរៀបសារទទួលបានអត្ថប្រយោជន៍យ៉ាងជ្រាលជ្រៅពីការរស់ឡើងឥឡូវនេះនាងត្រូវបានតែងតាំងជាមហេសីមហាក្សត្រីនៃពិភពលោកខ្ញុំនិងអ្នកគឺជាបងប្អូនដែលបានស្បស្បាយខ្ញុំនឹងប្រកល់ប្រទេសជាថ្លៃបណ្ណាការរបស់ខ្ញុំធ្វើជាសាក្សីនៃព្រះអាទិត្យនិងព្រះច័ន្ទជីវិតនេះពិតជាដឹងថាយើងនឹងមិនក្បត់គ្នាឡើយដោយក្តីគោរពខ្ញុំរីករាយនឹងចំណាយពេលពេញមួយជីវិតរបស់ខ្ញុំបង្កើតវិមានមួយសម្រាប់អ្នកជីវិតមួយស្នេហាមួយខ្ញុំក៏នឹងប្រើប្រាស់ចំណេះដឹងទាំងអស់ដែលខ្ញុំទទួលបានពេញមួយជីវិតរបស់ខ្ញុំផងដែរជួយអ្នកឲ្យក្លាយជាអ្នកគ្រប់គ្រងដ៏ល្បីល្បាញម្នាក់នៅទូទាំងប្រវត្តិសាស្ត្រមុខនេះធ្ងន់ពេកហើយវាកំពុងសង្កត់មកលើខ្ញុំខ្លាំងធ្វើឲ្យរបស់ខ្ញុំមានអារម្មណ៍ថាដូចជាវានឹងបាក់ទីបំផុតវាចប់ហើយមានច្រើនណាស់នៅលីវឆេងខ្ញុំហត់ណាស់ពិធីឡើងក្រុងរាជទាំងអស់គឺដូចនេះខ្ញុំមិនអាចនិយាយបានទេអ្នកនឹងត្រូវបានគេមើលងាយខ្ញុំមិនខ្វល់ទេប៉ុន្តែខ្ញុំពិតជាខ្វល់ណាស់ប៉ុន្តែខ្ញុំហត់នឿយណាស់ខ្ញុំគួរតែបានហាត់ប្រាណបន្ថែមទៀតឥឡូវមិនទាន់យឺតពេលទេខ្ញុំមិនចង់រើឥឡូវនេះទេដូច្នេះខ្ញុំនឹងឲ្យប្តីខ្ញុំធ្វើវាហើយអ្វីបានជាអ្នកមិនញ៉ាំគ្មានចំណង់អាហារខូចមានអ្វីខុសអ្នកចង់មានន័យថាពួកគេមានកូនព្រះករុណាជាម្ចាស់ខ្ញុំបានសង្កេតឃើញបាតុភូតស៊ូប្រាកាពីយប់មិញផ្កាយពណ៌ស្វាយត្រូវបានគេរកឃើញថាកំពុងធ្លាក់ចុះវាច្បាស់ជាថាព្រះមហាក្សត្រីយានីកំពុងមានផ្ទៃពោះប្រធានបទរបស់អ្នកបានមកអបអរសាទរសូមអបអរសាទរជើងរបស់ខ្ញុំយ៉ានអើយើងកំពុងមានកូនតើអ្នកមិនសប្បាយចិត្តទេតើអ្នកសប្បាយចិត្តទេដែលមានកូនមែនហើយមើលគាត់ទៅគាត់សុខចិត្តមានកូនណាស់អ្នកត្រូវគិតរកដំណោះស្រាយឲ្យបានរហ័សចូលយើងបដូររូបកាយអ្នកអាចបដូរមកវិញបានបន្ទាប់ពីគាត់សម្រាលកូនរួចហាខ្ញុំគ្មានសមត្ថភាពតតែសោះហឺហ្វេងមីងយីខ្ញុំគិតថាខ្ញុំនឹងនៅលើហ្វេងមីងយូឆាប់នេះខៃយីមកលឿនកាយយីតូចនឹងឆ្មុកអូខ្ញុំខ្លាចណាស់ទីក្រុងនេះជាកំហុសរបស់អ្នកទាំងអស់មិនអីទេញ៉ាំឲ្យលឿនហើយអ្វីបានជាអ្នកមិនអាចការពារវាសម្រាប់ខ្ញុំប្រសិនបើអាចខ្ញុំពិតជាសុខចិត្តរងទុកជំនួយយ៉ាងពួកគេពិតជាបានផ្លាស់ប្ដូរវាមែនទេអ្នកត្រូវចាក់ចេញព្រះមហាក្សត្រីយានីសូមព្រះអង្គរងចាំនៅខាងក្រៅមួយផ្លេតកុំរំខានដល់ព្រះនាង
សូមអបអរសាទរព្រះមហាក្សត្រីយានីក្នុងឱកាសដែលព្រះអង្គប្រសូតបានបុត្រហេតុអ្វីបានជាអ្នកយំម្ដងទៀតក្មេងរពីសខ្ញុំមិនបានយំទេចូលយើងកុំមានកូនទៀតអីយល់ព្រមខ្ញុំមានអ្នកនឹងកូនជីវិតនេះគ្រប់គ្រាន់ហើយ